បងប្អូនទាំងអស់គ្នាមានធ្លាប់ឮទេគេនិយាយថាញ៉ាំតាពាំងចាញ់រោគអីលោកអើយរបស់ឆ្ងាញ់ឥឡូវនេះឲ្យតែយើងធ្វើត្រូវឆ្ងាញ់មែនតើណាបងប្អូនខ្ញុំធ្លាប់តែញ៉ាំបាយតែមួយចានឥឡូវឡើងដល់2ចានហើយឥឡូវពេលល្ងាចហើយអញ្ចឹងខ្ញុំដួសចូលក្នុងកំប៉ុងដាក់ចូលក្នុងទូទឹកកកព្រោះខ្លាចវាខូចបងប្អូនព្រោះយើងកូវឹកអញ្ចឹងណាហើយនិយាយទៅខតាពាំងហ្នឹងវាត្រូវជាមួយនឹងអាពងទាហើយនឹងសាច់ជ្រូក3ជាន់ហ្នឹងបងប្អូនថានិយាយថាពីជាតិខ្លាំងមែនតើហ្មងណាខ្ញុំញ៉ាំឡើងជក់មាត់មែនតើហើយត្រូវបានតាពាំងស្រស់យកមកពីដីពេជ្រនិលទៀតរបស់ខ្លួនឯងទៀតនិយាយថាញ៉ាំនិយាយពីស្និទ្ធដល់ហើយមកផ្ទះខ្ញុំហ្នឹងគឺថាចូលចិត្តខហ្នឹងហ្មងឲ្យតែថាខត្រីក៏ឆ្ងាញ់ខសាច់ជ្រូកក៏ឆ្ងាញ់និយាយទៅចូលចិត្តរសជាតិខប៉ុន្តែអត់យកផ្អែមពេកទេណាបងប្អូនព្រោះអីយើងកាត់បន្ថយផ្អែមអញ្ចឹងណាហ្នឹងហើយបងប្អូនអើយមកទៅកាមចេះខ្វះទៅនេះស្វាយតៃវ៉ាន់ឡងច្រើនខ្ញុំថានៅនោះមានច្រើនហើយឥឡូវមកនេះច្រើនទៀតហើយដលងឈើហើយត្រប់អូយបានផលច្រើនណាស់នេះលហុងហ្នឹងហើយឥឡូវហ្នឹងកំពុងប្តីខ្ញុំគាត់ធ្វើការហត់អញ្ចឹងទៅគាត់ចង់ញ៉ាំទឹកអីតិចតួចហើយតាមធម្មតាខ្ញុំដាក់មកអញ្ចឹងឯងកុំឲ្យប្រវាក់ទិញនៅនេះវារៀងឆ្ងាយផ្សារអញ្ចឹងទៅយើងប្រវាក់ហូរអូទឹកនៅព្រមបាទឯកាយចុះអូយខូចកញ្ចក់គេអើយគេអត់តបបានទៅញ៉ាំការគេផងខូចកញ្ចក់ដើម្បីទៅញ៉ាំការទេតាមធម្មតាបើត្រូវតកកអញ្ចឹងវានេះវាឆាប់របូតទៅពុយចាអូនេះមួយអញ្ចឹងកន្លះហងហើយជួយឆ្មៃអូបានកូនមួយស្រស់ស្រាយមួយស្រស់ច្រាយណាលោកអើយកូនស្រស់ច្រាយណា